អាយុ20ឆ្នាំជាងហើយអត់មានសល់អីសោះនេះជាអ្វីដែលយើងតែងតែដាក់សម្ពាធមកលើខ្លួនឯងយើងប្រៀបធៀបអ្នកនេះមានចេះអ្នកនោះមានចោះយើងវ័យប៉ុណ្ណឹងអ្នកដតីវ័យប្រហែលគ្នាប៉ុន្តែគេសល់របស់អីច្រើនជាងយើងហើយឥឡូវយើងសួរខ្លួនឯងមើលថាយើងចង់បានអីគេមួយជីវិតនេះបើសិនជាយើងមានខ្លួនឯងគឺយើងគ្រប់គ្រាន់ពេកផងនៅក្នុងការប្រឈមមុខជាមួយនឹងអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចចាប់ផ្ដើមរៀងៗខ្លួនហើយយើងក៏មានចំណុចចាប់ផ្ដើមរបស់យើងដែរអត់មាននរណាដែលមកដឹងពីចំណុចដែលយើងកំពុងរស់នៅទេមានតែខ្លួនយើងទេដែលដឹងពីខ្លួនយើងថាយើងកំពុងតែនៅកម្រិតណាយើងខ្វះខាតអីគេយើងត្រូវបំពេញបន្ថែមអីគេហើយអ្វីដែលយើងចង់បានយើងក៏អត់អាចដឹងពីអ្នកដទៃដូចគ្នាអ្នកដទៃក៏អត់ដឹងពីយើងដូចគ្នាដែរកុំដាក់សម្ពាធលើខ្លួនឯងហើយក៏កុំប្រៀបធៀបជាមួយនឹងអ្នកដទៃដូចគ្នាដែរអ្វីដែលសំខាន់នោះគឺសុខភាពរបស់យើងសុខភាពផ្លូវចិត្តរបស់យើងអ្នកគ្នាត្រូវចាំចេះគំនិតអវិជ្ជមានវាមិនដែលផ្ដល់ឲ្យយើងនៅជីវិតមួយដែលវិជ្ជមានទេអ្នកគ្នាត្រូវចាំព្យាយាមគិតវិជ្ជមានឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានបើទោះបីជាពេលនេះយើងអត់ទាន់មានអ្វីដែលយើងចង់បានក៏ដោយក៏ប៉ុន្តែរបស់មួយចំនួនគឺយើងមានរបស់មួយចំនួនគឺយើងមានអ្វីដែលយើងចង់បានតាំងពីក្មេងនោះយើងទៅលេចមើលទៅក្រោយមើលថាអ្វីដែលយើងកំពុងមាននឹងវាផ្ដល់ផលប្រយោជន៍វាផ្ដល់ផលសំណុកសុខស្រួលអីដល់យើងខ្លះ relax just try your best use what you have with what you know ធ្វើអ្វីដែលយើងគិតថាត្រឹមត្រូវបំផុតតាមតែអាចធ្វើបានទៅជាមួយនឹងអ្វីដែលយើងមានក្នុងគំនិតដែលយើងមានរបស់របរដែលយើងមានហើយអ្វីដែលយើងដឹងប៉ុណ្ណឹងគឺគ្រប់គ្រាន់ពេកផងមួយជីវិតនេះវាមិនមែនជាការប្រកួតប្រជែងការរត់ប្រណាំងជាមួយនឹងណាគេតែវាជាការប្រកួតប្រជែងរវាងខ្លួនយើងជាមួយនឹងខ្លួនយើងពីម្សិលនោះយើងធ្វើខ្លួនឲ្យល្អថ្ងៃនេះឲ្យល្អជាងម្សិលមិញបើទោះបីជា 1% ក៏អាចចាត់ទុកថាវាគឺជាភាពរីកចម្រើនហើយយើងអាចទៅមុខបានដូចគ្នាដែរខ្ញុំគិតថានៅក្នុងកំឡុងពេលនេះអ្វីដែលអ្នកនរគ្នាចង់ចាប់ផ្ដើមក៏ចាប់ផ្ដើមទៅកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃអ្វីអ្នកនរគ្នាគ្រប់គ្នាសុទ្ធតែមានចំណុចចាប់ផ្ដើមរឿងខ្លួនហើយពេលនេះអាចជាជំហានទី1របស់យើងប៉ុន្តែអ្នកដទៃគឺដើរដល់ចំណុចទី10ក៏មិនមែនជាបញ្ហាដែរអ្វីដែលសំខាន់យើងដើរផ្លូវរបស់យើងជាមួយគំនិតរបស់យើង